ខ្ញុំសូមជម្រាបសួរលោកម៉ៃតតារាបាទបាទជំរាបសួរលោកដេសាបាទអរគុណលោកដែលបានឆ្លៀតចំណាយពេលផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFE តាមខ្សែទូរស័ព្ទនៅពេលនេះលោកម៉ៃតតារាបើតាមខ្ញុំដឹងនៅថ្ងៃទី18ខាងមុខនេះក្រុមអតីតអ្នកកាសែតមួយចំនួននឹងមានការសម្ពោធសៀវភៅមួយដែលមានចំណងជើងថាភ្នំមួយមិនអាចមានខ្លាពីរភ្នំមួយមិនអាចមានខ្លាពីរនេះជាសៀវភៅរបស់ជនជាតិអូស្ត្រាលីម្នាក់ដែលគាត់បានសរសេរកាលពីឆ្នាំ2023ដែលឲ្យចំណងជើងជាភាសាអង់គ្លេសថា A Tiger Rule the Mountain នៅពេលនេះមានបកជាភាសាខ្មែរហើយនឹងទាមសម្ពោធនៅក្នុងពេលខាងមុខខ្ញុំបានដឹងថាលោកម៉ៃតតារាជាអ្នករួមចំណែកមួយនៅក្នុងការកែសម្រួលនិងបកប្រែក្នុងសៀវភៅមួយនេះតើលោកម៉ៃតតារាអាចប្រាប់ដោយសង្ខេបបានទេទៅលើខ្លឹមសារសៀវភៅភ្នំមួយមិនអាចមានខ្លាពីរនេះមានខ្លឹមសារយ៉ាងណាខ្លះបាទបាទអរគុណលោករក្សានឹងហើយសូមជម្រាបថាភាសាសៀវភៅនេះជាភាសាអង់គ្លេសសរសេរដោយGordon ហើយជាភាសាខ្មែរសរសេរដោយខ្ញុំនិងលោកសុកសរ៉េនដែលមានការសម្របសម្រួលពីលោកGordonដំបូងពួកយើងសម្រាប់ចាត់ថាគួរតែឲ្យគាត់ credit គាត់តែគាត់បានបញ្យល់មកយើងវិញថាសៀវភៅនេះគឺជាសៀវភៅរបស់ខ្មែរដូច្នេះអ្នកទាំងពីរជាអ្នកសរសេរគឺជារបស់អ្នកទាំងពីរដែលជាភាសាខ្មែរប៉ុន្តែគាត់ទទួលខុសត្រូវជាភាសាអង់គ្លេសហើយមូលហេតុដែលយើងដាក់ថាភ្នំមួយมันអាចមានខ្លាពីរភ្នំគឺយើងសំដៅទៅលើប្រទេសមួយខ្លាយើងសំដៅទៅលើអ្នកគ្រប់គ្រងអំណាចដូច្នេះយើងបានសិក្សាពីការបោះឆ្នោតនៅក្នុងឆ្នាំ2013និងការបោះឆ្នោតឆ្នាំ2018យើងឃើញនៅឆ្នាំ2013នៅពេលដែលគណៈបកសិទ្ធិមនុស្សជាមួយនឹងគណៈបកសំរងស៊ីបានបញ្ចូលគ្នាទៅជាគណៈបកសង្គ្រោះជាតិធ្វើឲ្យមានការគ្រប់គ្រងខ្លាំងជាពិសេសនៅពេលបោះឆ្នោតដែលរដ្ឋាភិបាលកាលនោះលោកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកលែងទោសឲ្យលោកសំស៊ីវិធានគណៈបកប្រឆាំងហ្នឹងបានវិលត្រឡប់ចូលស្រុកវិញដូច្នេះសន្ទុកនៃការគ្រប់គ្រងមានការកើនឡើងខ្លាំងហើយនៅឆ្នាំ2013យើងមើលលទ្ធផលរបស់ឆ្នោតចុងក្រោយយើងឃើញថាមានលទ្ធផលប្រកិតគ្នាមែនទែនបើទោះបីជាគណៈបកប្រជាជនឈ្នះឆ្នោតនៅក្នុងពេលនោះក៏ដោយហើយមូលហេតុអីបានយើងដាក់ថាมันអាចមានខ្លាពីរដោយសារតែដូចខ្ញុំនិយាយមកអញ្ចឹងគឺលទ្ធផលប្រកិតពេកដូច្នេះកូនខ្លាមួយទៀតកើតឡើងកូនខ្លាពីរគឺខ្ញុំសំដៅទៅលើប្រធានគណៈបកប្រឆាំងលោកសំរងស៊ីហើយនិងលោកកឹបនឹងខាតដែលបានចូលគ្នាបូកទៅខ្លាជាខ្លាមួយទៀតហើយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាខ្លានៅលើភ្នំមួយនឹងបាទសៀវភៅមួយនេះតើបានរៀបរាប់ពីទស្សនវិជ្ជានយោបាយយ៉ាងណាខ្លះបើតាមអ្វីដែលលោកប្រែសម្រួលជាភាសាខ្មែរនោះបាទសៀវភៅនេះបើនិយាយពីទស្សនវិជ្ជានយោបាយគឺយើងបានឆ្លុះបញ្ចាំងអំពីការបោះឆ្នោតយើងបានឆ្លុះបញ្ចាំងអំពីសិទ្ធិរបស់កម្មករយើងឆ្លុះបញ្ចាំងអំពីបញ្ហាប្រជាធិបតេយ្យហើយយើងបានឆ្លុះបញ្ចាំងអំពីការកែតម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោតយើងបង្ហាញអំពីការចេញប្រើសិទ្ធិតវ៉ារបស់ប្រជាពលរដ្ឋនៅពេលដែលលទ្ធផល2013ពេលនោះគណៈបកប្រឆាំងបានមិនបានបដិសេធមិនទទួលយកលទ្ធផលបោះឆ្នោតក៏ឃើញមានមហាបាតកម្មធំនៅទីលានជាធិបតេយ្យហើយយើងបង្ហាញអំពីការបង្ក្រាបនៅតាមផ្លូវនៅតាមបណ្ដោយផ្លូវវែងស្រេងនៅពេលដែលកម្មការនីធ្វើការទាមទារដើម្បីលក្ខខណ្ឌការងារមានរឿងរ៉ាវនិយាយទៅមានយើងនិយាយពីរឿងរ៉ាវទាំងអស់ដែលបានកើតឡើងនៅក្នុងប្រទេសហើយរឿងរ៉ាវទាំងអស់នេះយើងបានរឿងរ៉ាវទាំងអស់នេះគឺយើងមានអ្នកដែលពាក់ព័ន្ធចូលរួមធ្វើការបកស្រាយដោយផ្ទាល់មាត់របស់ពួកគេដោយផ្ទាល់តែម្ដងមានមន្ត្រីមកពីគណៈបកប្រជាជនកម្ពុជាមានមកពីខាងគណៈបកប្រឆាំងមានអ្នកសារព័ត៌មានមានអ្នកធ្វើការអង្គការខាងសិទ្ធិមនុស្សមានកម្មការនីហើយនិងអ្នកធ្វើការខាងសហជីពជាដើមបាទបានន័យថាសៀវភៅនេះជាការសង្ខេបឡើងវិញនៅទស្សនវិជ្ជានយោបាយនៅក្នុងប្រទេសកម្ពុជាដែលបានកើតឡើងដោយដែលលោកបានជំរាបខ្ញុំតាំងពី2013ដល់2018ហើយលើកពីនេះទៀតមានទាំងនិយាយអំពីការតវ៉ាក៏ដូចជាបញ្ហាសង្គមដែលជាបញ្ហារសើបមិនថាអញ្ចឹងបាទយើងបានសង្ខេបព្រឹត្តិការណ៍នៃការបោះឆ្នោតរយៈពេល10ឆ្នាំគឺយើងចង់បង្ហាញថារយៈពេល10ឆ្នាំចុងក្រោយដែលយើងដឹងហើយថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់គ្រប់គ្រងអំណាចនៅប្រទេសកម្ពុជាតាំងពីឆ្នាំ1985រហូតដល់ឆ្នាំ2023ទើបលោកផ្ទេរអំណាចឲ្យកូនប្រុសរបស់គាត់គឺលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបច្ចុប្បន្ននេះអញ្ចឹងយើងចង់បង្ហាញថាតើ10ឆ្នាំចុងក្រោយមុននឹងការផ្ទេរអំណាចនេះតើការអំណាចនៃយុគសម័យថ្មីដែលនឹងតើគេទេរបៀបម៉េច
ហើយពីដំណាក់កាលមួយទៅដំណាក់កាលមួយរបៀបម៉េចបាទ បាទបើតាមដឹងសិភៅនេះសរសេរដោយលោក Gordon Konosai តាំងពីឆ្នាំ2023ដែលបានចេញផ្សាយជាផ្លូវការតែជាភាសាអង់គ្លេសទេមានហេតុផលអ្វីដែលលោកម៉ៃតតារាសម្រាប់ចិត្តចូលរួមនៅក្នុងការប្រែសម្រួលក៏ដូចជាបកប្រែមកភាសាខ្មែរហើយនឹងចេញជាសាធារណៈនៅក្នុងពេលឆាប់ៗខាងមុខនេះមែនតើទៅពួកយើងចង់ចេញដំណើរគ្នាតាំងពីពេលដែលបកប្រែពេលដែលបកប្រែហើយចេញដំណើរគ្នាជាមួយភាសាអង់គ្លេសប៉ុន្តែដោយសារតែយើងពិចារណាមើលទៅថាហាក់ដូចជាមិនយើងមើល environment around Earth យើងមើលទៅគឺថាដូចជាវាដូចជារៀងរសើបឬអីអញ្ចឹងទៅក៏ពួកយើងសម្រាប់ចិត្តថាគួរតែទុកមួយរយៈសិនទៅបាទអញ្ចឹងមានន័យថាពេលនេះប្រហែលជាបរិយាកាសជុំវិញខ្លួនហ្នឹងមានសភាពមិនអាក្រក់ពេកទេបើតាមគំនិតរបស់លោកខ្ញុំសង្ឃឹមថាអញ្ចឹងពីព្រោះមែនតើទៅបើសិនជាយើងកុំប្រកាន់និកាអីហើយយើងជាអានសិភៅហ្នឹងគឺសិភៅហ្នឹងប្រាប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងក្នុងរយៈពេលបោះឆ្នោតហ្នឹងហើយយើងអាចដឹងពីពីទាំងអស់ពីអ្នកដែលពាក់ព័ន្ធពីអ្នកគ្រប់ទាំងអស់ដែលខ្ញុំរៀបរាប់អញ្ចឹងហើយយើងអាចមើលហ្នឹងយើងអាចខ្លាំងបានបាទលោកម៉ៃតតារានៅក្នុងសិភៅមួយនេះខ្ញុំបានដឹងថាមានតួអង្គដែលលោក Gordon Konosai ក៏ដូចជាលោកដែលជួយប្រែសម្រួលនេះបានជួបសម្ភាសច្រើនហើយហេតុការណ៍សង្គមក៏បានរៀបរាប់ច្រើនដែរយ៉ាងណាមិញក្នុងនាមជាអ្នកប្រែសម្រួលក៏ដូចជាបកប្រែមកភាសាខ្មែរមួយរូបលោកមិនបារម្ភថាសិភៅនេះអាចនឹងរងការទីទានពីសំណាក់ជាពិសេសអ្នកគាំទ្រខាងរដ្ឋាភិបាលដែរទេត្បិតថាសិភៅនិយាយអំពីបញ្ហានយោបាយបញ្ហារសើបអីនៅក្នុងសង្គមជាដើមបាទជាធម្មតារក្សាបើសិនជាអ្នកដែលគឺគាត់ចូលចិត្តសូកូឡាហើយឲ្យគាត់ទៅហូប strawberry គាត់ប្រហែលជាមិនហូបទេប៉ុន្តែបើយើងគិតថាយើងហូបទាំងអស់យើងព្យាយាមហូបឲ្យភ្លក់រសជាតិវានឹងយើងនឹងមើលថាតើសភៅនឹងវាគួរយ៉ាងណាជាពិសេសខ្ញុំចង់ឲ្យភាគីពាក់ព័ន្ធទាំងអស់គួរតែមើលដើម្បីពិចារណាមើលថាតើសកម្មភាពនយោបាយដែលបានធ្វើរយៈពេល10ឆ្នាំកន្លងនេះមានឃើញស្អីខ្លះដែលត្រូវកែប្រែស្អីខ្លះដែលត្រូវធ្វើទៅមុខបន្តទៀតអានោះជាចំណុចមួយវាដូចជារដ្ឋាភិបាលលោកទើបតែប្រកាសថ្មីថាត្រូវការរួបរวมខ្មែរជាធ្លុងមួយអញ្ចឹងបើយើងគួរតែគិតពីចំណុចនេះដើម្បីកែប្រែទាំងអស់គ្នាឲ្យដើរលើផ្លូវមួយដែលយើងអាចថាចូលធ្លុងមួយជាមួយគ្នាបានន័យថាសិភៅនេះបើអ្នកអានទោះមាននិន្នាការណាក៏ដោយគួរតែដកនិន្នាការនយោបាយរបស់ខ្លួនចេញសិនហើយបើកចិត្តឲ្យទលាយទទួលយកចំណេះដឹងដែលមានពីក្នុងសិភៅនេះជាការពិតរក្សាពីព្រោះសិភៅនេះបានព្យាយាមសង្ខេបរាល់ព្រឹត្តិការណ៍ទាំងអស់ដែលបានកើតឡើងមិនថាពីរឿងនយោបាយមិនថារឿងសិទ្ធិមនុស្សមិនថារឿងប្រជាធិបតេយ្យមិនថារឿងសហជីពមិនថារឿងកម្មករមិនថារឿងកម្មការនីគឺយើងបង្ហាញសម្បីតែយើងមើលនៅក្នុងហ្នឹងក៏យើងបានបង្ហាញថានៅពេលដែលលោកយុរដ្ឋមន្ត្រីហ៊ុនសែនគាត់បានកែតម្រង់ក្នុងការចោះជួបកម្មករកម្មការនីរោងចក្រដើម្បីតាក់ទាញឡើងវិញក៏យើងបានសរសេរពីក្នុងហ្នឹងប្រាប់ទាំងអស់ដែរបាទលោកម៉ៃតតារាស្ដាប់ទៅខ្លឹមសារគួរឲ្យចាប់អារម្មណ៍និយាយជារួមសម្រាប់សាធារណជនដែលលោកចង់ដឹងពីព្រឹត្តិការណ៍នយោបាយកម្ពុជាក្នុងរយៈពេល10ឆ្នាំចុងក្រោយមុនការផ្ទេរអំណាចពីសំណាក់អតីតនាយករដ្ឋមន្ត្រីលោកហ៊ុនសែនមកកាន់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅពេលបច្ចុប្បន្នតែយ៉ាងណាមិញខ្ញុំចង់និយាយដាច់ដោយឡែកចំពោះអ្នកនយោបាយវិញអ្នកនយោបាយគួរតែអានសិភៅមួយដែលលោកបកប្រែជាភាសាខ្មែរនេះទេហើយពេលដែលអានសិភៅនេះហើយតើលោកចង់ឲ្យអ្នកនយោបាយខ្មែរគួររៀនសូត្រយ៉ាងដូចម្តេចខ្លះដែរបាទខ្ញុំអរគុណរក្សាខ្ញុំគិតថាអ្នកនយោបាយខ្ញុំលើកទឹកចិត្តឲ្យគាត់គួរតែអានសិភៅនេះជាភាសាអង់គ្លេសក៏បានជាភាសាខ្មែរក៏បានហើយបើពីព្រោះនេះគឺជាការបង្ហាញអំពីភាគីពាក់ព័ន្ធទាំងបកនយោបាយបកកណ្ដាលអំណាចហើយនិងបកប្រឆាំងហើយនឹងអ្នកគ្រប់គ្រងបកទាំងសងខាងទៀតគឺយើងបង្ហាញទាំងអស់ឧទាហរណ៍ខាងគណៈបកកណ្ដាលអំណាចមុនពេលឃោសនារបស់ឆ្នោតតើគាត់ចាត់តាំងសកម្មជនគាត់ចុះតំបន់ចុះភូមិចុះកន្លែងហ្នឹងទៅនៅជាមួយប្រជាពលរដ្ឋហ្នឹងរបៀបម៉េចហើយគាត់លើកទឹកចិត្តប្រជាពលរដ្ឋរបៀបម៉េចឲ្យមានការនិយាយជាមួយគ្នារបៀបម៉េចហើយយើងមើលទៅខាងគណៈបកប្រឆាំងតើគាត់ធ្វើជាមួយសកម្មជនគាត់របៀបម៉េចអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកនយោបាយទាំងអស់គួរតែអានសៀវភៅនេះទោះជាភាសាខ្មែរក៏ដោយជាភាសាអង់គ្លេសក៏ដោយហើយជាភាសាអង់គ្លេសបើថាមិនចង់អានយើងមានជាសំឡេងទៀត
អាចចូលស្ដាប់ជាសលេងក៏បានគេអានហើយស្រាប់ចុចទៅសភៅនឹងអានបាទ បាទ ព្រោះយើងចង់ឲ្យមានការកែឲ្យសិក្សាឲ្យ reflect មានមើលគឺសិក្សាពីអ្វីដែលអ្នកនយោបាយបានធ្វើហើយយើងកែប្រែដើម្បីទុកឲ្យអ្នកនយោបាយជំនាន់ក្រោយគាត់ធ្វើទៅឲ្យដើរទៅតាមផ្លូវមុខដ៏រលូនបាទលោកម៉ៃតតារាលោកម៉ៃតតារាដោយសារតែយើងអស់ពេលខ្ញុំសូមអរគុណលោកដែលបានឆ្លៀតចំណាយពេលផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅពេលនេះខ្ញុំសូមអរគុណនិងសូមជម្រាបលាបាទ អរគុណច្រើនរក្សាបាទជម្រាបលាបាទ